សាបគប់មនុស្សប្រភេទណាណាគាត់បោះណាដល់គ្នានឹងទៅជាបែបហ្នឹងអាចនិយាយបានថាការសាបគប់ធ្វើឲ្យអាណាគាត់របស់យើងផ្លាស់ប្ដូរអូខេស្វាគមន៍អ្នកដល់គ្នាមកកាន់វីដេអូថ្មីអញ្ចឹងវីដេអូនេះខ្ញុំមកនិយាយតាក់ទងជាមួយនឹងការសាបគប់មនុស្សអ្នកដល់គ្នាជឿអត់ថាជីវិតរបស់មនុស្សយើងគឺយើងនឹងឯងគឺជាអ្នកនិពន្ធនៅពេលដែលយើងមើលរឿងយើងតែងតែឃើញ happy ending sad ending ឬក៏ពេលខ្លះយើងឃើញតួឯកច្រើនខ្លាំងមែនទែននៅក្នុងសាច់រឿងមួយហ្នឹងប៉ុន្តែបើសិនជាខ្ញុំនិយាយថាជីវិតយើងរងថ្ងៃយើងហ្នឹងឯងគឺជាអ្នកដែលនិពន្ធជីវិតរបស់យើងហើយយើងជាតួឯកហងជាតួរងហងតួកាចហងជាតួស្រូតហងគឺយើងដើរបានគ្រប់ហ្មងពេលខ្លះយើងអត់ចាប់អារម្មណ៍អីចឹងទៅអញ្ចឹងសម្រាប់វីដេអូហ្នឹងខ្ញុំនឹងមក focus ថាតើហេតុអីបានខ្ញុំនិយាយថាការសាបគុកវាអាចជះឥទ្ធិពលដល់ជីវិតរបស់យើងកាលពីខ្ញុំនៅក្មេងខ្ញុំជឿថាអញ្ចឹងជីវិតរបស់យើងគឺព្រំលិខិតជាអ្នកដែលកំណត់តែដល់ឥឡូវខ្ញុំអត់គិតចឹងហើយខ្ញុំគិតថាជីវិតរបស់យើងគឺយើងខ្លួនឯងជាអ្នកដែលកំណត់បើសិនជាអ្នកនរគ្នាចង់ឲ្យខ្លួនឯងហ្នឹងខ្លាចជាអ្នកមានទៅថ្ងៃមុខប្រកាសថាយើងនឹងខំប្រឹងរកស៊ីយើងខំប្រឹងទៅការរត់លុយដើម្បីឲ្យជីវិតរបស់យើងផ្លាស់ប្ដូរមែនអត់អញ្ចឹងបើសិនជាយើងចង់ខ្លាចទៅជាមនុស្សល្អទៅថ្ងៃមុខអញ្ចឹងប្រកាសថាយើងប្រកាសជាត្រូវសាបគុកមនុស្សល្អធ្វើខ្លួនឲ្យល្អនៅក្នុងសង្គមតែបើសិនជាអ្នកនរគ្នាចង់ឲ្យរបស់អ្នកទាំងអស់គ្នាអាលាលត់វាអត់មានអីបានអ្នកនរគ្នាទៅសាបគុកឬក៏ទៅលេងគ្រឿងញៀនទៅអីហ្នឹងអាហ្នឹងអាលាយមកពេលហ្មងអញ្ចឹងប្រកាសថាជីវិតរបស់យើងគឺយើងខ្លួនឯងហ្នឹងឯងជាអ្នកដែលកំណត់ហេតុអីបានខ្ញុំនិយាយថាការសាបគុកវាអាចជះឥទ្ធិពលទៅដល់អនាគតរបស់យើងខ្ញុំធ្លាប់រៀនមេរៀនមួយដែលបងស្រីនៅអាមេរិកគាត់ចែកម្លែកគាត់និយាយថាមនុស្សយើងរាល់ថ្ងៃប្រឈមជាមួយនឹង distraction world មួយដែលគេហៅថាសំឡេងរំខានពណ៌សដែលយើងអត់ដឹងខ្លួនមានន័យថាគឺជាសំឡេងអណយយើងពីមនុស្សជុំវិញខ្លួនមានន័យម៉េចមានន័យថាគឺជាសំឡេងនៃការ complain សំឡេងនៃការមើលងាយសំឡេងនៃការរើសអើងឬក៏សំឡេងនៃការនិយាយដើមយើងអីអញ្ចឹងទៅអាហ្នឹងឯងគេហៅថាសំឡេងរំខានពណ៌សដែលយើងមើលអត់ឃើញប៉ុន្តែទាំងអស់ហ្នឹងគឺអូតូម៉ាទិកចូលក្នុងខ្លួនយើងនៅពេលដែលយើងបានឮឬក៏យើងបានស្ដាប់អ្នកទាំងអស់គ្នាជឿថាមនុស្សយើងណាផ្លាស់ប្ដូរនៅពេលដែលយើងគិតមានន័យថាជីវិតរបស់យើងនឹងផ្លាស់ប្ដូរបើសិនជាគំនិតរបស់យើងបានផ្លាស់ប្ដូរពេលខ្លះការផ្លាស់ប្ដូរមិនមែនមានន័យថាតតែយើងមានលុយច្រើនទេចាប់ផ្ដើមចេញពីការគិតរបស់យើងជាមុនសិននៅពេលដែលយើងគិតល្អយើងធ្វើល្អរីសាល់នៅក្នុងជីវិតរបស់យើងគឺវានឹងល្អចាប់ផ្ដើមឡើងពីការសាបគប់ខ្ញុំជឿថាការសាបគប់របស់មនុស្សយើងគឺអាចជះឥទ្ធិពលដល់អនាគតរបស់យើងព្រោះថាចែបើសិនជាយើងសាបគប់មនុស្សត្រូវយើងនឹងរីកចម្រើនបើសិនជាយើងសាបគប់មនុស្សខុសយើងនឹងខុសដូចគ្នាឥឡូវខ្ញុំនិយាយឧទាហរណ៍តាក់ទងជាមួយនឹងមិត្តភាពពេលខ្លះអ្នកនរគ្នាមានដែរឆ្ងល់អត់ថាហេតុអីបានជាមនុស្សយើងកាន់តែធំទៅពីមួយថ្ងៃទៅមួយថ្ងៃអាយុកាន់ច្រើនយើងបាត់បង់មិត្តភ័ក្តិអស់អាលីងហ្មងទាំងពីមុនយើងគឺជាមនុស្ស funny យើងគឺជាមនុស្សដែលមានតំណែងល្អនៅជុំវិញខ្លួនប៉ុន្តែឥឡូវសឹងថាយើងពិបាកក្នុងការរាប់អានមនុស្សមកមូលហេតុអីដោយសារតែបណ្ដុំមនុស្សប្រភេទទាំងអស់ហ្នឹងគឺមិនមែនជាយើងទេឧទាហរណ៍ឲ្យអ្នកនរគ្នាយល់មួយខ្ញុំធ្លាប់អានសភៅរបស់បងសុកច័ន្ទផលគាត់និយាយថាពេលខ្លះមនុស្សយើងយើងពិបាកក្នុងការរកឃើញខ្លួនឯងខ្លាំងមែនតើដោយសារតែយើងគិតថាចេះខ្មែរយើងពីដើមនិយាយថាចេះរស់នៅកុំឲ្យខុសពីគេតែវាមិនមែនសិតបែបហ្នឹងឯងក្នុងសភៅបែបហ្នឹងគាត់និយាយថានៅពេលដែលគេឲ្យយើងចាប់ក្រុមគេតែងតែគិតថាចាប់ក្រុមគឺមនុស្សចាប់ពី2នាក់ឡើងទៅអ្នកខ្លះឥឡូវបែងចែកថាក្រុមសក្រុមខ្មៅក្រុមក្រហមអីចឹងទៅអញ្ចឹងនៅពេលដែលគេទៅចាប់ក្រុមមានក្រុមសក្រុមក្រហមក្រុមខ្មៅប៉ុន្តែចំណែកអីតែយើងអត់មានប្រភេទក្រុមទាំងអស់ហ្នឹងហើយដោយសារតែយើងពណ៌លឿងអីចឹងទៅអញ្ចឹងមានន័យថា you see យើង the different one of other មកតែមិនមែនមានថាពណ៌លឿងហ្នឹងវាអត់មានតម្លៃទេប៉ុន្តែពណ៌លឿងអាចនឹងនៅបណ្ដុំផ្សេងក្រៅពីបណ្ដុំមនុស្សទាំងអស់ហ្នឹង right អញ្ចឹងបានថាអ្នកខ្លះគាត់ធ្វើការអត់សូវចោះចំណោមមួយអ្នកដទៃទេដោយសារគំនិតរបស់គាត់ខុសគេអញ្ចឹងហើយអ្នកផ្សេងទៀតគឺគេគំនិតដូចគ្នាអញ្ចឹងអ្នកផ្សេងទាំងអស់ហ្នឹងគេមើលមកយើងថាយើងគឺជាមនុស្សដែលខុសគេហ្មងពីច្រើនណាស់ mindset ខ្មែរយើងឲ្យតែអ្នកដទៃដែលខុសប្លែកពីពួកគាត់គឺគាត់អត់ចូលចិត្តគេហ្មងហើយគាត់គិតថាគេហ្នឹងគឺជាប្រភេទមនុស្សដែលអ្នកណាក៏អត់ត្រូវជាមួយតែចាំទៅគឺគាត់ចូលចិត្តគេតើគេដូចគាត់បានគាត់ចូលចិត្តគេវាទៅជាអញ្ចេះវិញអញ្ចឹងអ្នកដែលមានបញ្ហាពេលខ្លះមិនមែនម្នាក់ដែលខុសគេហ្នឹងឯងគឺជាមនុស្សទាំងអស់ហ្នឹងឯងដែលគាត់មានបញ្ហាអ្នកខ្លះគាត់ស្អប់គេអញ្ចឹងទៅគាត់ចូលចិត្តគេតែគាត់គិតថាគេជាអ្នកដែលមានបញ្ហាតាមពិត no គាត់ទេជាអ្នកដែលមានបញ្ហាដែលគាត់មើលឃើញគេកន្លែងណាក៏ទៅដែរយល់ទេអ្នកនរគ្នាអញ្ចឹងមិនមានន័យថាអ្នកនរគ្នាខុសគេអ្នកនរគ្នាជាមនុស្សអាក្រក់ទេហើយអ្នកនរគ្នាត្រូវដឹងថាជីវិតរបស់យើងគឺវាជាដុំដែកមួយដែលអាចទាញឆក់មនុស្សជំនាញខ្លួនយើងហ្នឹងមកនៅជាមួយនឹងយើងមានន័យថាបើសិនជាមនុស្សដែលយើងរាប់អានហ្នឹងមិនមែនជាប្រភេទមនុស្សដែលស្តៀងគ្នាពួកយើងនឹងនៅជាមួយនឹងគ្នាអត់បានទេមិនថាសង្សារមិនថាមិត្តភក្តិក៏ដោយបើសិនជាមនុស្ស2នាក់ហ្នឹងឧទាហរណ៍ថាបុគ្គល A គឺជាមនុស្សដែលស្មោះត្រង់ហើយគាត់អត់ចេះកុហកអត់ចេះលាក់ឯងតែបុគ្គល B ហ្នឹងគាត់ជាមនុស្សដែលមានល្បិចច្រើនអញ្ចឹងសួរថានៅមួយគ្នាមិនកើតថ្ងៃណាមួយបុគ្គលដែលស្មោះត្រង់ហ្នឹងគាត់ដឹងថាម្នាក់បុគ្គល B ហ្នឹងគឺជាមនុស្សដែលពុតពុតជាមនុស្សដែលមានល្បិចអាចថាម្នាក់នេះនៅមួយគ្នាអត់កើតគាត់ដើរចេញអញ្ចឹងឬក៏អាចម្នាក់នេះគាត់ឆ្អែតអញ្ចឹងគាត់ដើរចេញអញ្ចឹង you see អញ្ចឹងមានថាជីវិតរបស់មនុស្សយើងគឺបែបហ្នឹងហ្មងយើងបែបណាយើង attract មនុស្សបែបហ្នឹងចូលមកក្នុងជីវិតរបស់យើងហ្មងអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកនរគ្នានឹងបន្តខ្លួនឯងថា
ដោយសារតែខ្ញុំជាមនុស្សដែលអត់ល្អមែនបាទខ្ញុំអត់មានមិត្តភក្តិច្រើនដូចគេដោយសារតែខ្ញុំគឺជាប្រភេទមនុស្សដែលខុសគេមែនយើងម្នាក់ឯងមិនមែនថាយើងអត់ល្អណាអ្នកនរគ្នាយល់អត់គេមានគ្នាច្រើនមិនមែនថាគេសិតតែត្រូវទេ right អញ្ចឹងមកដល់វ័យហ្នឹងបាទខ្ញុំដឹងថាតាមពិតទេជីវិតរបស់មនុស្សយើងគឺជាការ exploring something new ដែលខ្ញុំតែងតែនិយាយមួយ follower របស់ខ្ញុំមានថានៅពេលដែលយើងបាត់បង់មិត្តភក្តិនៅពេលដែលយើងបាត់បង់ស្នេហានៅពេលដែលយើងមានបញ្ហាណាមួយដែលកើតឡើងក្នុងជីវិតរបស់យើងវាមិនមែនជារឿងដែលអ្នកនរគ្នាត្រូវ get stuck ហើយអ្នកនរគ្នាមកបន្ទោសខ្លួនឯងទេព្រោះអីព្រោះដោយសារតែរឿងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យអ្នកនរគ្នាហ្នឹងជា version ថ្មីមួយទៀតសម្រាប់ជីវិតរបស់យើងបើសិនជាអត់ខុសក៏រត់ត្រូវអត់ឃើញដែរបើសិនជាអ្នកនរគ្នាអត់ជួបបទពិសោធន៍ជីវិតទាំងអស់ហ្នឹងក៏អ្នកនរគ្នាអត់រីកចម្រើនមកដល់ឥឡូវហ្នឹងដែរអ្នកនរគ្នាបើមើលទៅពីអតីតកាលកន្លងមកយើងធ្លាប់ជាមនុស្សម្នាក់ដែលឆៅមែនតែនហ្មងឆ្លងកាត់ជីវិតជាយុវវ័យហ្នឹងពេលខ្លះគិតអីដែលអត់មាន plan ទុកមុនពេលខ្លះគិតអីតាមអារម្មណ៍ពេលខ្លះសម្រេចចិត្តដោយបថុយប្រឋានខ្លាំងមែនតែនអញ្ចឹងបានយើងទទួលបាន result វាអត់សូវល្អតែសួរថាមកដល់ឥឡូវហ្នឹងបើសិនជាយើងបកទៅ10ឆ្នាំមុនណាយើងនឹងសម្រេចចិត្តធ្វើរឿងពីមុនអត់ប្រកាសជាអត់ទេមែនអត់ប៉ុន្តែដោយសារតែបទពិសោធន៍ទាំងអស់ហ្នឹងឯងទើបធ្វើឲ្យយើងរកឃើញថាឥឡូវយើងចាស់ទុំជាងមុនអញ្ចឹងប្រកាសថាយើងនឹងអត់អាចសម្រេចចិត្តដោយការយើងនៅក្មេងបានទេកាលពីខ្ញុំនៅ still កាលពីខ្ញុំនៅរៀនណាអ្នកនរគ្នាខ្ញុំតែគិតថាមានមិត្តភក្តិច្រើនល្អប៉ុន្តែដល់ពេលឥឡូវអ្នកនរគ្នាខ្ញុំទៅជាខ្លាំងក្នុងការដែលរាប់អានមនុស្សវិញព្រោះដោយសារតែខ្ញុំមានមិត្តភក្តិតិចខ្លាំងមែនតើហ្មងឥឡូវទៅខ្ញុំដឹងថាតាមពិតមិត្តភក្តិពិតគឺមិនមែនជាបរិមាណទេប៉ុន្តែគឺជាគុណភាពហើយមិនមែនមនុស្សគ្រប់គ្នាសិតតែយើងអាចរាប់អានបានទេដោយសារតែអ្នកខ្លះការគិតផ្សេងគ្នាគោលដៅផ្សេងគ្នាចំណង់ចំណូលចិត្តខុសគ្នាក៏ពិបាកក្នុងការទៅមុខមួយគ្នាដែរទើបធ្វើឲ្យខ្ញុំរកឃើញរីសាលមួយសម្រាប់ជីវិតខ្លួនឯងទៅតាមពិតមនុស្សយើងនៅគ្នាបានតតែមនុស្សដែលការគិតប្រហាក់ប្រហែលគ្នាចំណង់ចំណូលចិត្តប្រហាក់ប្រហែលគ្នាឬក៏មួយទៀតអាចថាបទពិសោធន៍ជីវិតនៃការយល់ឃើញរបស់គាត់ហ្នឹងប្រហាក់ប្រហែលគ្នាហើយបើនិយាយចំមួយទៀតដែលធ្វើឲ្យមិត្តភាពមួយហ្នឹង last longer បានគឺជាមនុស្សដែលមានភាពស្មោះត្រង់ដូចគ្នាទើបអាចទៅមុខមួយនឹងគ្នាបានអញ្ចឹងទៅខ្ញុំគិតថាការសាបគប់វាពិតជាសំខាន់ខ្លាំងមែនតើយើងគួរតែឲ្យតម្លៃទៅលើការសាបគប់ព្រោះមិនមែនគ្រប់គ្នាសិតតែជាមិត្តរបស់យើងឯនៅពេលដែលយើងចែកម្លែកsecret របស់យើងទៅកាន់មនុស្សខុសធ្វើឲ្យជីវិតរបស់យើងនឹងមានបញ្ហាដូចគ្នាអញ្ចឹងបានថាវាជារឿងដែលសំខាន់ខ្លាំងមែនតើខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាឲ្យតម្លៃអត់ទេប៉ុន្តែខ្ញុំហ៊ាននិយាយថារឿងហ្នឹងវាពិតជាសំខាន់អ្នកទាំងអស់គ្នាឃើញអត់អ្នកមានគេរាប់អានតែអ្នកមានគ្នាគេទេហើយអ្នកដែលល្មមរាប់អានតែអ្នកល្មមដូចគ្នាយ៉ាអាហ្នឹងគឺជា lie of balance ដែលគេឲ្យតម្លៃហ្មងអញ្ចឹងសម្រាប់ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែឲ្យតម្លៃទៅលើរឿងហ្នឹងដែរព្រោះអស់ហ្នឹងវាអាចជះឥទ្ធិពលមកកាន់ជីវិតរបស់យើងដែរហើយសម្រាប់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយវីដេអូក្រោយបាយបាយ